អញ្ចឹងវីដេអូនេះខ្ញុំមកបង្ហាញពីមុខងារ Daily Closing Balance ដែលក្នុងនេះគឺជាមុខងារអាប់ដេតថ្មីដែលយើងត្រូវតែអាប់ដេតថ្មីៗនេះដែរទេហើយមុខងារនេះគឺប្រើប្រាស់ដើម្បីធ្វើការមើលទិន្នន័យការបិទបញ្ជីប្រចាំថ្ងៃដែលអាចមើលសរុបបានចេញពីគ្រប់ cashier ទាំងអស់ដែលបានលក់ក្នុងមួយថ្ងៃឬក៏កំណត់តាម from date to date ហើយកន្លែងនេះក៏អាច select បានថាតើយើងមើលតាមទីតាំងមួយណាកំណត់ដែរអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការបង្ហាញអូខេអញ្ចឹងដើម្បីធ្វើការ check ទៅលើ daily closing balance បានយើងចូលទៅកាន់ edit point of sale មកហើយយើងមានមុខងារពាក្យថា daily closing balance អញ្ចឹងកន្លែងហ្នឹងនៅពេលដែលយើងចូលមកដល់ការ closing balance daily មួយគឺយើងអាចមើលបានថាក្នុងមានក្នុងហ្នឹងមាន transaction closing daily ប្រហែលហើយអានេះករណីមួយថ្ងៃទេប៉ុន្តែបើសិនជាយើងចង់មកមើលជារួមហ្មងពីថ្ងៃណាដល់ថ្ងៃណាហ្មងគឺយើងអាចចូលមកមើលជា statement វិញ statement នេះគឺយើងចូលទៅ print យូរម្ដងវាអត់មានជា report អីទេប៉ុន្តែយើងអាចចូលទៅ select បានដើម្បីចង់បានអញ្ចឹងយើងអាចមើលគ្រប់ company ក៏បានឬក៏មើល by company ក៏បានដែរអញ្ចឹងយើងអាច select ថាយក company មួយណាឧទាហរណ៍ brand គ្រប់បន្តមកទៀតយើងអាច select from date to date បានដូចគ្នាតើយើងមើលចាប់ពីថ្ងៃណាមកបើសិនមកយើងចង់មើលតាំងពីដើមខែ7ឬក៏ដើមខែ6ដោយសារតែទិន្នន័យនេះគឺអាចមានតិចជាងអញ្ចឹងយើងយកពីដើមខែ6បន្តមកទៅ to date ណាហើយនឹងមើលតាម device បានទៀតបើសិនបើយើងមានជា device ក្នុងនោះហើយមួយទៀតអាចមើលតាម cashier ប៉ុន្តែបើអត់ select cashier name ទេគឺយើងនឹង print មកគឺវាចាប់តាម all device ហើយនឹង cashier ទាំងអស់នេះតែម្ដងអញ្ចឹងខ្ញុំសូមធ្វើការ generate សាកមើលអូខេអញ្ចឹងដល់ពេលដែលយើង generate មកវានឹងរំលេចចេញជា report ចាប់ពីថ្ងៃទី1ខែ6មកហើយអ្វីដែលយើងបាន print report គឺក្នុងថ្ងៃទី11ខែ7ណាអញ្ចឹង cashier ដែលបានលក់នេះគឺមានតែ admin មួយទេប៉ុន្តែបើសិនជាយើងមាន cashier ច្រើនវានឹងបង្ហាញជាលំដាប់មកមានថាចាប់ពី admin មួយចូល admin មួយផ្សេងទៀតហើយការលក់គឺគ្រប់ payment method ទាំងអស់វានឹងបង្ហាញភ្ជាប់ជាមួយនឹងបើសិនបើមានជាមួយនឹង whole receipt ក៏វាបង្ហាញនៅខាងក្រោមដូចគ្នាអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការទាញចេញម្ដងទៀតដោយដាក់ all គ្រប់តែម្ដងដើម្បីមើលឃើញទៅលើ report ទាំងអស់នេះហើយយកពីខែដែលមានទិន្នន័យច្រើនឧទាហរណ៍យកពីខែ3មកអូខេអញ្ចឹងកន្លែងនេះវាមានទិន្នន័យច្រើនដូចខ្ញុំបញ្ជាក់មកអញ្ចឹងគឺវានឹងមានទិន្នន័យពី cashier ណាចប់ដល់ cashier នឹងចប់ total cashier មួយទៀតមកខាងក្រោមបន្តមកទៀតវាមានទិន្នន័យទៅលើព័ត៌មានផ្សេងទៀតដើម្បីធ្វើការបញ្ជាក់បន្ថែមអាចមាន whole receipt ករណីដែលគាត់មាន receipt ដែល whole ច្រើនវានឹងបង្ហាញនៅក្នុងនឹងដែរហើយនៅពេលដែលយើង print ចេញយើងអាច print ដើម្បី confirm ចេញពី cashier ហើយនិង store manager បានអញ្ចឹងកន្លែងនេះដែរគឺជាទម្រង់ report ថ្មីដែលយើងត្រូវតែធ្វើការ update ថ្មីៗនេះដែរអញ្ចឹងអាចចូលមក view បានបង្កើត statement បាន